ទាំងអស់នេះគឺជាប្រព័ន្ធការពារដែនអាកាសដែលល្បីបំផុតនៅលើពិភពលោកទី1ប្រព័ន្ធការពារដែនអាកាស Patriot MIM 104ប្រព័ន្ធនេះត្រូវបានផលិតឡើងដោយសហរដ្ឋអាមេរិកវាត្រូវបានរចនាឡើងដើម្បីធ្វើការស្ទាក់ចាប់យន្តហោះចម្បាំងនិងមីស៊ីលប៉ាឡេស្ទិករយៈចម្ងាយខ្លីទី2ប្រព័ន្ធការពារដែនអាកាស Iron Dome របស់ប្រទេសអ៊ីស្រាអែលវាមានជំនាញបំផុតក្នុងការស្ទាក់ចាប់គ្រាប់រ៉ុកែតក្នុងរយៈចម្ងាយខ្លីគ្រាប់កាំភ្លើងធំនិងដ្រូនដែលបាញ់ចូលទៅក្នុងតំបន់ស៊ីវិលហើយវាក៏បានភ្ជាប់ជាមួយនឹងប្រព័ន្ធ AI ដើម្បីគណនាបានថាតើគ្រាប់រ៉ុកែតនោះធ្លាក់នៅចំតំបន់ដែលមានមនុស្សរស់នៅដែរឬទេហើយបើសិនជាគ្រាប់នោះមិនធ្លាក់ក្នុងតំបន់ស៊ីវិលនោះទេប្រព័ន្ធការពារដែនអាកាសនោះមិនបាញ់ស្ទាក់គ្រាប់រ៉ុកែតនោះទេដើម្បីធ្វើការសន្សំសំចៃគ្រាប់ហើយវាក៏មានអត្រាជោគជ័យខ្ពស់រហូតដល់ 90% ផងដែរទី3ប្រព័ន្ធការពារដែនអាកាស S400 របស់ប្រទេសរុស្ស៊ីវាគឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយដែលអាចបាញ់ទម្លាក់គោលដៅបានចម្ងាយរហូតដល់ 400 គីឡូម៉ែត្រហើយវាក៏អាចទប់ទល់ជាមួយនឹងគោលដៅច្រើនប្រភេទក្នុងពេលតែមួយដូចជាយន្តហោះចម្បាំងមីស៊ីលនិងដ្រូនផងដែរទី4ប្រព័ន្ធការពារដែនអាកាស THAAD របស់សហរដ្ឋអាមេរិកឬក៏មានឈ្មោះពេញថា Terminal High Altitude Area Defense វាត្រូវបានបង្កើតឡើងយ៉ាងពិសេសក្នុងការបាញ់ទម្លាក់មីស៊ីលប៉ាឡេស្ទិកដំណាក់កាលចុងក្រោយមុនពេលវាធ្លាក់ដល់ដីទាំងក្នុងនិងក្រៅបរិយាកាសរបស់ផែនដីវាបានប្រើបច្ចេកវិទ្យា Hit to Kill ដោយបានប្រើប្រាស់ថាមពលក្នុងល្បឿនលឿនដើម្បីកំទេចគោលដៅដោយមិនប្រើប្រាស់ក្បាលគ្រាប់ឡើយទី5ប្រព័ន្ធការពារដែនអាកាស NASAM របស់សហរដ្ឋអាមេរិកនិងណូវេសវាគឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លីនិងមធ្យមដែលមានប្រសិទ្ធភាពខ្ពស់ហើយវាក៏ត្រូវបានគេយកទៅប្រើប្រាស់ក្នុងការការពារដែនអាកាសក្នុងរដ្ឋធានី Washington ហើយនៅពេលថ្មីនេះវាក៏ដើរតួយ៉ាងសំខាន់ក្នុងការការពារទីក្រុងនានានៅក្នុងប្រទេសអ៊ុយក្រែនផងដែរទី6ប្រព័ន្ធការពារដែនអាកាស HQ9 របស់ប្រទេសចិនវាគឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យមទៅរយៈចម្ងាយឆ្ងាយដែលត្រូវបានអភិវឌ្ឍដោយប្រទេសចិនវាបំពាក់នៅរ៉ាដាទំនើបដែលអាចចាប់សញ្ញានិងកំទេចយន្តហោះចម្បាំងព្រមទាំងមីស៊ីលបានយ៉ាងមានប្រសិទ្ធភាពបំផុតហើយវាក៏ត្រូវបាននាំចេញទៅប្រទេសមួយចំនួនផងដែរចុងក្រោយទី7គឺជាប្រព័ន្ធការពារដែនអាកាស Aero3 របស់អ៊ីស្រាអែលសហការជាមួយនឹងសហរដ្ឋអាមេរិកវាគឺជាប្រព័ន្ធការពារដែនអាកាសដ៏កំពូលដែលប្រើប្រាស់សម្រាប់ស្ទាក់ចាប់មីស៊ីលប៉ាឡេស្ទិកឆ្លងទ្វីបនៅរយៈចម្ងាយឆ្ងាយខាងក្រៅបរិយាកាសរបស់ផែនដីមុនពេលដែលមីស៊ីលនោះហោះមកគៀកគោលដៅប្រទេសដែលមានវិស័យយោធាខ្លាំងតែងតែប្រើប្រព័ន្ធទាំងអស់នេះរួមបញ្ចូលគ្នាដើម្បីជាប្រព័ន្ធការពារច្រើនស្រទាប់ក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួនតែអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរប្រសិនជាប្រទេសកម្ពុជារបស់យើងមានប្រព័ន្ធការពារដែនអាកាសទាំងអស់នេះខមមិនពីមតិរបស់អ្នកទាំងអស់គ្នាខាងក្រោមវីដេអូនេះកុំភ្លេច follow ម្នាក់មួយផងណា